អូនប្រុសស្រីចេះមកបន្តិចទេតែយើងកាត់ចំណងដៃនឹងមានអត្ថន័យអប់រំមួយគឺយើងកាត់អស្មេះមានអ្នកកំហឹងក្រេវក្រោតប្រកាន់ច្រើនណាកាត់អានឹងចេញបានរស់នៅមួយគ្នាបានសុខណាកុំឲ្យចូលចិត្តមួម៉ៅខឹងស្អប់ប្រកាន់ច្រើនពេកហ្នឹងហើយចេះតលាក់ចេះមានខន្តីចេះរៀនមើលចំណុចល្អរបស់គ្នានៅពេលនៅស្រឡាញ់គ្នាចឹងស្អីក៏ល្អដែរប៉ុន្តែយូរទៅមួម៉ៅសៅមងឃើញមុខក្តៅក្រហាយពេកដល់ពេលយូរវាធុញណាគាត់ណាអញ្ចឹងបាននៅក្នុងធម៌ហ្នឹងបើយ៉ាងហោចឲ្យមានធម៌3ដើម្បីរស់នៅមួយគ្នាបានសុខទី1ឲ្យទ្រាំកូនពេលគេដឹកដៃកូនកំមុំកូនកន្លោះទៅសូត្រមុនគេមិនវាយខ្មោះមែនទេវាយទៅរៀងលឺសំឡេងរៀងត្រាំប្រែមកវិញថាការឲ្យទ្រាំទៅយ៉ាងពុំការមិនមែនការមួយខែពីរខែមួយឆ្នាំពីរឆ្នាំណាមែនទេញោមណាការទៅហើយមកជីវិតមកជីវាំងហើយទ្រាំបានអាហ្នឹងនៅលើយើងណាអញ្ចឹងទី1ថតទ្រាំខន្តីទី2កូនចង់រស់នៅបានសុខកូនស្មោះត្រង់មានក្រឈឺជាទៅចិត្តទៅឆ្ងាយកូនកុំវាចវេកុំខាងប្រុសក្តីខាងស្រីក្តីតឡាស្មោះត្រង់គ្នាអានឹងបានសុខបើទោះជាកូនរស់ស៊ីមានក៏ដោយប៉ុន្តែកូនអត់ស្មោះត្រង់អត់សុខទេអត់សុខធានាអញ្ចឹងមកខ្ញុំជឿអញ្ចឹងឯងខ្ញុំណាធានាហ្មងធានាដល់អត់សុខទេមើលទៅវិឡាស្កឹមស្កៃប៉ុន្តែដេកឆេះរាល់ថ្ងៃអត់បានទេអាត្មាធ្លាប់ជួបហើយដោយស្មោះត្រង់គ្នាហើយនឹងទី3កូនចង់សុខកូនត្រូវរៀនមើលចំណុចល្អគ្នាទៅវិញទៅមកកុំសូវចាប់កំហុសគ្នាកុំសូវគុំកុំសូវដូចថាចំណាំប្រមូលរឿងរាវអក្រក់អីចឹងទៅកុំសូវចេះតែផ្គុំគ្នារឿងណាគេហៅអីបិទបញ្ជីចោលបិទទៅកុំសូវសារកសែតពេកណាកូនណាតាសារកសែតអត់ចប់ទេវិលទៅវិលមកវិលទៅវិលមកហើយកំហុសតែវាមានហើយវាមាននេះវាមិនលុបបានតោះតែយើងរៀនសារបានន័យថារៀនលុបកសែតហ្នឹងមិនឲ្យលុបអីទេគ្រាន់តែថាកុំឲ្យរំលឹកច្រើនពេកគាត់ណាហ្នឹងហើយអនុមោទនា